let your body decide if this is good enough for you. Already falling. មានហ្វេនគាត់ចាប់អារម្មណ៍ខមមិនសួរច្រើនមែនតែនពាក់ព័ន្ធជាមួយនឹងរូបភាពដែលខ្ញុំបានធ្វើនៅក្នុង Gemini មានច្រើនម៉ូដសក់អីចឹងណាហើយគាត់ចាប់អារម្មណ៍ឥឡូវហ្នឹងគឺខ្ញុំមកស្រាយចម្ងល់ពួកគាត់ថាខ្ញុំធ្វើរបៀបម៉េចអញ្ចឹងយើងទៅមើលទាំងអស់គ្នាជំហានដំបូងយើងចូលទៅ app Gemini មកហើយយើងយកសញ្ញាបូកហើយយក gallery ហើយយករូបដែលយើងត្រូវដាក់ហ្នឹងមកចូលទៅ select មកពេលដែលយើង select ហើយយើងទៅសេពាក្យថាឥឡូវខ្ញុំចង់បានសក់ cornrow ចុះអញ្ចឹងយើងទៅសេមក change my hairstyle to cornrow braidហើយបន្តមកយើងចាំបន្តិចសិនព្រោះវាត្រូវ create រូបឲ្យយើងអញ្ចឹងវាយឺតបន្តិចហើយណាមួយបើសិនជាអ៊ីនធឺណិតយើងលឿនក៏វារៀងលឿនតាមនឹងដែរនេះឥឡូវ mode សក់ cornrow របស់ខ្ញុំបានចេញហើយអញ្ចឹងសម្រាប់គ្រូផ្សេងទៀតយើងគ្រាន់តែ say change my hair tone ហ្នឹងហើយដាក់ឈ្មោះទៅតាមឈ្មោះដែលខ្ញុំបានដាក់នៅក្នុងរូបថតរបស់ខ្ញុំដែលខ្ញុំបានបង្ហោះហ្នឹងអ្នកទាំងអស់គ្នាគ្រាន់តែមើលតាមហ្នឹងទៅហើយគ្រាន់តែដូរចេញពី cornrow ហ្នឹងដាក់ទៅ messy ដាក់ទៅ buzz cut ដាក់ទៅអីចឹងហ្នឹងអញ្ចឹងវានឹងចេញមកដូចអញ្ចឹងដូចគ្នាហើយរបៀប save វិញគ្រាន់តែចុចឲ្យជាប់នៅលើហ្នឹងមកហើយយើងយកពាក្យ save to image នេះមកនេះ save image តែប៉ុណ្្នឹងរួចជាការស្រេច